រឿងពិតនៃទាហានថៃឆ្លៀនពៀនកម្ពុជាដូចគ្នាតែខ្មោចទាហានវាំងថៃមានវាសនាខ្ពស់ជាងខ្មោចទាហានតាមខេត្តជាប់ដីខ្មែរថ្ងៃនេះឃើញមានរដ្ឋមន្ត្រីក្រសួងការពារជាតិមេបញ្ជាការកងទ័ពជើងគោកជើងទឹកនិងជើងអាកាសថៃព្រមទាំងអ្នកមុខអ្នកការជាច្រើនទៀតបានចូលរួមបន់ខ្មោចទាហានថៃម្នាក់ដែលបានស្លាប់ដោយសារតែចូលមកឈ្លានពានទឹកដីកម្ពុជានេះជាលើកទី1ហើយដែលឃើញមានឋានៈដឹកនាំខ្ពស់នៃយោធាថៃមកចូលរួមបន់ខ្មោចទាហានម្នាក់យ៉ាងអធិកអធមបែបនេះតាមពិតទាហានថៃម្នាក់នេះមិនមានតំណែងធំខ្ពង់ខ្ពស់អីជាងទាហានឈ្លានពានផ្សេងនោះទេតែរូបគេជាកងសេនាប្រចាំវាំងថៃដែលស្ដេចថៃបានបញ្ជាឲ្យមកចូលរួមប្រយុទ្ធឈ្លានពានកម្ពុជាតាមដំណឹងមកពីថៃគេប្រឹងលាក់កំបាំងអត្តសញ្ញាណទាហានរូបនេះណាព្រោះខ្មាស់ខ្មែរហើយបើតាមដឹងមកទៀតថាគឺខ្មោចទាហានថៃម្នាក់នេះស្ថិតក្នុងព្រៃដែនក្តីខ្មែរដែលពួកគេចូលឈ្លានពាននៅឡើយមិនទាន់បានយកទៅធ្វើបន់ផងអ៊ីចឹងបានជាពួកគេមេដឹកនាំទាហានឈ្លានពានប្រឹងលាក់កំបាំងខ្លាំងម្លេះយ៉ាងនេះឃើញទេគ្មានខ្មោចយកទៅធ្វើបន់ផងទេតែគេធ្វើពិធីយ៉ាងអធិកអធមណាស់រីឯទាហានតាមខេត្តជាប់ព្រំដែនខ្មែរវិញពួកគេយកខ្មោចចេញទៅវិញបានគឺខ្ចប់យកទៅកប់ចោលដោយសត្វធាតុបើយកខ្មោចមិនបានវិញគេបោះបង់ចោលអន់ជាងសត្វធាតុទៅទៀតមិនតែប៉ុណ្ណោះទេគឺពួកគេមេដឹកនាំឈ្លានពានខំបោកប្រាស់កុហកសាច់ញាតិក្រុមគ្រួសារថាសាច់ញាតិរបស់ពួកគេដែលទាហានកំពុងប្រយុទ្ធលើសមរភូមិនៅឡើយទាំងការពិតបានបាត់អស់ពីផែនដីនេះទៅហើយនេះហើយជារឿងពិតដ៏សង្វេគនៃពួកទាហានឈ្លានពានខ្មែរឈ្លានពានដូចតែគ្នាទេតែវាសនាវិញខុសគ្នាស្រឡះថាពេលនៅរស់ទៅចេះក្រែងលោកវាសនាខុសគ្នាតែស្លាប់ទៅជាខ្មោចទៅហើយនឹងក៏